ឆ្លើយទៅ comment បងប្រុសខាងលើដែលគាត់មានអាការៈឈឺអាងតាគៀកដែលគេហៅថា SI ជាប់អញ្ចឹងថ្ងៃនេះខ្ញុំមានលំហាត់ប្រាណមួយសម្រាប់ជួយបងដែលមានបញ្ហាឈឺអាងតាគៀកអញ្ចឹងបងប្អូនដែលអត់ទាន់ follow page កុំភ្លេចជួយ follow page និង share វីដេអូនេះមួយផងអរគុណបងប្អូនមានកម្រាស់ក្រាស់មកល្មមមួយមកដែលបងប្អូនអាចកល់ជង្គង់បងប្អូន SI ជាន់គឺយើងត្រូវតែពលាអាងតាគៀកនេះវិធីដែលពលាគឺយើងលើកជើងមកខាងខ្ពស់មកខាងទៀតដើម្បីរំលាក់ជំហរចុះចារួចបងប្អូនទាញឡើងមកលើហើយរុញទៅក្រោយបងប្អូនទុករយៈពេល10វិនាទីហើយយើងធ្វើសារដើមម្ដងទៀតចាទម្លាក់ចុះលើកឡើងលើហើយរុញទៅក្រោយគឺបងប្អូនព្យាយាមធ្វើទាំងសងខាងមកខាង10ចំនួន10ដងចាទម្លាក់លើកឡើងលើហើយរុញទៅក្រៅបងប្អូនបើសិនជាអាងតាគៀកបងប្អូនផ្នែកខាងណាមួយមានបញ្ហាយើងព្យាយាមហាត់ទាំងពីរដូចគ្នាដើម្បីបន្ធូរការអត់អាងតាគៀកឬក៏ការជាប់អាងតាគៀកហ្នឹងដើម្បីឲ្យមានភាពបត់បែនហើយបងប្អូនអង្គុយធ្វើការកុំព្យាយាមអង្គុយយូរយើងព្យាយាមអាសាងើបហើយធ្វើលំហាត់ប្រាណបត់បែនរាងកាយដើម្បីកុំឲ្យសន្លាក់ផ្នែកណាមួយហ្នឹងគឺវាស្អិតជាប់តែម្ដងអញ្ចឹងបងប្អូនចង់បានលំហាត់ប្រាណផ្សេងៗកុំភ្លេច follow page ហើយជួយ share វីដេអូនេះមួយផងអរគុណសូមណែនាំខ្សែក្រវ៉ាត់តម្រង់ឆ្អឹងខ្នងពីគីមសានរបស់យើងដែលអាចជួយដោះស្រាយបញ្ហាឈឺចង្កេះការពារការវាយឆ្អឹងខ្នងជួយសាច់ដុំអ្នកគាត់មានបញ្ហាស្ពឹកសាច់ដុំជួយពង្រឹងសាច់ដុំចន្លោះឆ្អឹងខ្នងឲ្យមានសុខភាពល្អអរគុណ